សួរក៏ដូចជាសួស្តីទៅដល់អ្នកទាំងអស់គ្នាផងដែរថ្ងៃនេះផងដែរខ្ញុំមានវីដេអូឃ្លីបមួយចង់បង្ហាញអំពីរបៀបដំណោះស្រាយក្នុង Telegram នៅម៉ាស៊ីនកុំព្យូទ័ររបស់យើងមានបញ្ហាអក្សរតូចៗឥឡូវខ្ញុំសូមធ្វើការបង្ហាញតែម្ដងដំបូងអ្នកទាំងអស់គ្នាចូលទៅកាន់ Telegram របស់អ្នកទាំងអស់គ្នាមកនោះអ្នកទាំងអស់គ្នានឹងឃើញនៅអក្សរតូចៗអក្សរខ្មែររបស់យើងណាកន្លែងនេះផងដែរគឺ Telegram ឥឡូវគេមានអាប់ដេតឲ្យយើងក្នុងការដូរផងអក្សរដំបូងឡើយអ្នកទាំងអស់គ្នាចូលលើអត្រេ3នេះមកហើយចុចទៅលើ setting បន្តមកទៀតនៅត្រង់ចំណុចនេះផងដែរសូមអ្នកទាំងអស់គ្នាចូលទៅកាន់កន្លែងនេះមកគឺកន្លែងឆាតរបស់យើងហើយកន្លែង Font Family ហ្នឹងអ្នកទាំងអស់គ្នាអាចធ្វើការផ្លាស់ប្ដូរបានជាមួយនឹង Font អក្សរខ្មែរដែលយើងចង់បានឧទាហរណ៍នៅក្នុងកុំព្យូទ័ររបស់ខ្ញុំមាន Font ច្រើនឥឡូវឧទាហរណ៍ថាខ្ញុំរើសយកខ្មែរតែយើងចុចលើនឹងមកហើយយើងចុច Save អ្នកទាំងអស់គ្នាចង់បានដូនពេញឬក៏ចង់បានខ្មែរ OS អីគឺយើងវាយតាមនឹងមកវាមានទាំងអស់ទេឲ្យតែកុំព្យូទ័រយើងមាន Font ណាយើងចុចលើ Save មកហើយ Restart វាម្ដងសិនបន្ទាប់ពីធ្វើការ Restart វាអ្នកទាំងអស់គ្នានឹងឃើញ Font អក្សរនៃការដូររបស់យើងគឺវាមានលក្ខណៈបែបនេះគឺលក្ខណៈធំយើងអាចមើលបានអញ្ចឹងណាហ្នឹងហើយវីដេអូឃ្លីបខ្លីៗខ្ញុំចង់បង្ហាញមានតែប៉ុណ្្នឹងទេអរគុណ